តើអ្វីជាផលិតផល OEM ហើយផលិតផល OEM ដំណើរការយ៉ាងដូចម្តេច OEM មកពីពាក្យពេញថា Original Equipment Manufacturer ដែលនិយាយជាសាមញ្ញថាការជួលរោងចក្រគេឲ្យផលិតទំនិញឲ្យយើងសម្រាប់ផលិតផល OEM បានន័យថាអ្នកម្ចាស់ brand មិនចាំបាច់ចំណាយលុយរាប់សិបម៉ឺនដុល្លារទៅសាងសង់រោងចក្រទិញម៉ាស៊ីនឬក៏ជួលអ្នកគីមីវិទ្យាឬក៏អ្នកវិទ្យាសាស្ត្រមកស្រាវជ្រាវទេគឺគ្រាន់តែដើររករោងចក្រ OEM ដែលមានស្តង់ដារស្រាប់ដើម្បីផលិតផលឲ្យយើងដាក់ជា brand ផ្ទាល់ខ្លួនហើយនៅពេលទំនិញចេញពីរោងចក្រមកវាមានឈ្មោះជា brand ផ្ទាល់ខ្លួនរបស់លោកអ្នកផ្ទាល់ 100% ហើយលោកអ្នកមានទូនាទីយកធ្វើទីផ្សារនិងលក់ចែកចាយជាការហើយផលិតផល OEM មានផលប៉ះពាល់ផ្នែកច្បាប់និងទីផ្សារក្នុងស្រុកយ៉ាងណានោះសូមរងចាំទស្សនាភាគបន្ត ប្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង